ទឹកចិត្តប្របីណាស់លោកជំទាវអុកញ៉ាណូសុភាបបឈរប្រកាសគម្រោងជួយអតីតគ្រូបង្រៀនចូលនិវត្តន៍ទូទាំងប្រទេសលោកជំទាវណូសុភាបានប្រកាសគម្រោងសប្បុរសធម៌ថ្មីមួយដើម្បីផ្ដល់ការគាំទ្រដល់លោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍នៅប្រទេសកម្ពុជាក្នុងឆ្នាំ2025និងឆ្នាំ2026ដោយបង្ហាញអំពីការដឹងគុណចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្តនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសជាតិនៅក្នុងកិច្ចសន្ទនាជាមួយនឹងលោក Richard លោកជំទាវ ណូសុភាបានលើកឡើងថាការចូលរួមធ្វើសកម្មភាពសប្បុរសធម៌របស់លោកជំទាវគឺកើតចេញពីបទពិសោធន៍ជីវិតផ្ទាល់និងចិត្តស្រឡាញ់ប្រជាជនខ្មែរលោកជំទាវបានរំលឹកថាភាពក្រីក្រភាពអត់ឃ្លាននិងការរត់ភៀសខ្លួនពីសង្គ្រាមស៊ីវិលនៅកម្ពុជាបទពិសោធន៍ទាំងនោះបានធ្វើឲ្យលោកជំទាវយល់ច្បាស់អំពីការលំបាករបស់អ្នកខ្វះខាតនិងជំរុញឲ្យមានឆន្ទៈក្នុងការចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកដទៃលោកជំទាវបានបញ្ជាក់ថាគម្រោងថ្មីនេះចាប់ផ្ដើមពីការផ្ដល់ជំនួយជូនអតីតលោកគ្រូអ្នកគ្រូចំនួន18នាក់នៅខេត្តកំពង់ធំដែលជាគ្រូបង្រៀនរបស់លោកជំទាវកាលពីសិក្សានៅទីនោះក្រោយពីការចាប់ផ្ដើមនេះគម្រោងនឹងពង្រីកទៅកាន់លោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍នៅទូទាំងប្រទេសនៅក្នុងឆ្នាំ2025និងឆ្នាំ2026លោកជំទាវបានឲ្យដឹងថាគម្រោងនេះគឺជាជំហានដំបូងហើយសម្រាប់ពេលនេះផ្ដោតលើអតីតគ្រូបង្រៀនដែលបានចូលនិវត្តន៍ក្នុងរយៈពេល2ឆ្នាំខាងលើសិនខណៈផែនការបន្តនាពេលអនាគតនឹងត្រូវពិចារណាជាបន្តបន្ទាប់លោកជំទាវបានសង្កត់ធ្ងន់ថាលោកគ្រូអ្នកគ្រូគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងនៅក្នុងការផ្ដល់ចំណេះដឹងអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិដូច្នេះការផ្ដល់ជំនួយនេះគឺជាការសម្ដែងនូវការដឹងគុណនិងការគោរពចំពោះការលះបង់របស់ពួកគាត់ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងប្រភពថវិកាលោកជំទាវ ណូសុភាបានបញ្ជាក់យ៉ាងច្បាស់ថាសកម្មភាពសប្បុរសធម៌ទាំងអស់គឺធ្វើឡើងដោយចេញពីបេះដូងនិងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវនិងស្វាមីដែលតែងតែចូលរួមក្នុងការងារមនុស្សធម៌នៅកម្ពុជានិងនៅប្រទេសអាល្លឺម៉ង់លោកជំទាវបានបញ្ជាក់ថាថវិកាទាំងនេះមិនមែនជាការរៃអង្គាសពីសាធារណជនឬទទួលជំនួយពីស្ថាប័នណាមួយឡើយហើយក៏មិនមានគោលបំណងពាណិជ្ជកម្មឬស្វែងរកផលប្រយោជន៍ណាមួយដែរគោលបំណងតែមួយគត់នោះគឺចង់ចែករំលែកសេចក្តីស្រឡាញ់និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកដែលកំពុងជួបការលំបាកគម្រោងសប្បុរសធម៌នេះត្រូវបានគេមើលឃើញថាជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកទឹកចិត្តនិងផ្ដល់កិត្តិយសដល់លោកគ្រូអ្នកគ្រូចូលនិវត្តន៍ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងចំណេះដឹងដើម្បីអប់រំកូនខ្មែរនិងកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំគម្រោងសប្បុរសធម៌នេះត្រូវបានគេមើលឃើញថាជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកទឹកចិត្តនិងផ្ដល់កិត្តិយសដល់លោកគ្រូអ្នកគ្រូចូលនិវត្តន៍ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងចំណេះដឹងដើម្បីអប់រំកូនខ្មែរក្នុងការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំ